OK តោះឥឡូវយើងទៅមើលលំហាត់ទី2បន្តទៀតលំហាត់ទី2គឺលំហាត់គេថាឆ្មាដើរចុះឡើងនិងបដូរជំហានជើងអញ្ចឹងគោលបំណងនៃលំហាត់យើងគឺគេចង់ឲ្យតួអង្គឆ្មាឆ្លាស់ជើងគ្នាទៅមុខហើយនៅពេលដើរដល់គែមអេក្រង់វាត្រូវត្រឡប់ក្រោយវិញដើរចុះដើរឡើងជារៀងរហូតអីដែលយើងត្រូវធ្វើគឺទី1យើងត្រូវកំណត់ឲ្យកម្មវិធីដំណើរការកម្មវិធីចាប់ផ្ដើមនៅពេលចុចទៅលើទង់ជាតិពណ៌បៃតងហ្នឹងដូចលំហាត់ទី1មិញដែរណាបន្តមកទៀតគឺយើងចង់ឲ្យអីគេយើងអត់ចង់ឲ្យសត្វឆ្មាហ្នឹងកលាប់ផ្ងាជើងពេលវាត្រឡប់ក្រោយមកវិញទេបានន័យថានៅពេលដែលវាដើរទៅដល់គែមមកវាបកមកវិញណាយើងអត់ចង់ឲ្យវាបះជើងឡើងលើទេចំណុចទី3គឺយើងត្រូវការប្រើប្រាស់ប្លុកកូដមួយគឺដើម្បីធ្វើឲ្យសកម្មភាពឆ្មាដើរវាកើតឡើងរហូតអញ្ចឹងគឺមានប្លុកកូដមួយឈ្មោះថា forever ណា forever ខ្មែរយើងហៅថារហូតហើយនៅក្នុងប្លុកកូដរហូតហ្នឹងគឺយើងត្រូវដាក់បញ្ចូលឲ្យតួអង្គឆ្មាដើរទៅមុខ10ជាហ៊ានហើយយើងចង់ឲ្យវាផ្លាស់ប្ដូរជំហានជើងរបស់វាណាដើម្បីឲ្យមើលទៅដូចជាវាកំពុងដើរពិតៗចឹងហើយយើងចង់ឲ្យវារង់ចាំរយៈពេល 0.1 វិនាទីដើម្បីកុំឲ្យវាដើរលឿនពេកណាអញ្ចឹង 0.1 វិនាទីហ្នឹងវាគឺជាចន្លោះពេលដែលតួអង្គឆ្មាមួយវាផ្លាស់ទីទៅរកតួអង្គឆ្មាមួយទៀតមែនទែនទៅវាកើតចេញពីតួអង្គតែមួយទេប៉ុន្តែដើម្បីឲ្យតួអង្គមួយហ្នឹងវាធ្វើចលនាវាត្រូវការមានចន្លោះពេលនៅក្នុងហ្នឹងណាអញ្ចឹងដើម្បីឲ្យវាមើលទៅហាក់បីដូចជាវាកំពុងធ្វើចលនាបន្តបន្ទាប់គ្នាអញ្ចឹងហើយចុងក្រោយគឺយើងចង់ឲ្យសត្វឆ្មារបស់យើងដើរទៅប៉ះគែមអេក្រង់ហើយវាងាកត្រឡប់មកក្រោយវិញនេះគឺជាអីដែលយើងត្រូវធ្វើឥឡូវយើងមើលមួយណាយើងទៅបើកកម្មវិធី Scratch របស់យើងចង់ឲ្យកម្មវិធីដំណើរការតាមរយៈទង់ជាតិពណ៌បៃតងយើងរើសយកកន្លែងកូដពណ៌លឿងព្រឹត្តិការណ៍ពេលចុចទង់ជាតិពណ៌បៃតងដដែលទេបន្ទាប់មកយើងចង់បានអីលំហាត់យើងមិញគឺគេចង់ឲ្យឆ្មាហ្នឹងវាដើរទៅដល់គែមអេក្រង់ហើយវាបកត្រឡប់មកវិញប៉ុន្តែវាអត់បះជើងឡើងលើទេហើយយើងត្រូវការប្រើប្លុកកូដមួយគឺឈ្មោះថា forever ឬក៏រហូតណាអញ្ចឹងយើងទៅរើសប្លុកកូដមួយឈ្មោះថារហូតគឺនៅក្នុងកូដពណ៌ទឹកក្រូចឈ្មោះថាគ្រប់គ្រងនេះណាអញ្ចឹងយើងឃើញប្លុកកូដមួយឈ្មោះថារហូតអញ្ចឹងយើងទាញវាយកមកអូខេហើយនៅក្នុងប្លុកកូដរហូតហ្នឹងគឺយើងត្រូវការដាក់កូដអីខ្លះទៀតគឺទី1គឺយើងទៅឲ្យឆ្មាហ្នឹងវាដើរទៅមុខ10ជំហានអញ្ចឹងយើងទៅចូលកន្លែងកូដរបស់យើងពាក់ព័ន្ធនឹងចលនាគឺកូដពណ៌ខៀវយើងចាំណាអញ្ចឹងគឺផ្លាស់ទី10ជំហានយើងទាញវាយកមកដាក់តភ្ជាប់មកហើយយើងចង់បានអីទៀតយើងចង់ឲ្យតួអង្គឆ្មាយើងហ្នឹងវាផ្លាស់ប្ដូររូបរាងមិនមែនគ្រាន់តែឲ្យវាផ្លាស់ទីទៅមុខឆ្កឹងទេណាវាអត់ស័ក្តិសមដូចជាមនុស្សដើរឬឆ្មាដើរទេអញ្ចឹងយើងត្រូវការឲ្យវាប្ដូររូបរាងយើងដឹងថារូបរាងវាមានប្រមាណយើងចូលកន្លែងរូបរាងនេះមកណានេះមែនតើទៅតួអង្គឆ្មាយើងវាមានពីរផ្សេងគ្នាអញ្ចឹងឆ្មាតែមួយទេប៉ុន្តែជំហានកម្លាតជើងរបស់វាហ្នឹងគឺផ្សេងគ្នាអញ្ចឹងនៅពេលដែលវាផ្លាស់ប្ដូរពីមួយទៅមួយយើងមើលឃើញថាវាហាក់បីដូចជាកំពុងធ្វើចលនាដើរមែនតើអញ្ចឹងណាអញ្ចឹងគោលបំណងយើងចង់ឲ្យតួអង្គយើងនេះតែភាសាអង់គ្លេសយើងហៅថា costume ហ្នឹងគឺពី costume មួយទៅ costume មួយទៀតហ្នឹងវាធ្វើចលនាបន្តគ្នាវាផ្លាស់ប្ដូរគ្នាណាអញ្ចឹងដើម្បីឲ្យវាផ្លាស់ប្ដូរគ្នាបានយើងត្រូវធ្វើម៉េចយើងត្រូវការប្លុកកូដពណ៌ស្វាយគឺពាក់ព័ន្ធនឹងរូបរាងអញ្ចឹងយើងទៅរើសយកប្លុកកូដមួយគឺរូបរាងបន្ទាប់យើងទាញវាយកមកដាក់មកបន្តភ្ជាប់ពីប្លុកកូដផ្លាស់ទីរបស់យើងប៉ុន្តែបើយើងធ្វើប៉ុណ្ណឹងគឺវាអត់ទាន់អីគេវាអត់ទាន់មើលទៅដូចពិតប្រាកដទេឥឡូវយើងតេស្តកម្មវិធីយើងសិនណាចាឥឡូវយើងអាចចុចទង់ជាតិ click អញ្ចឹងយើងឃើញថាវាដើរញាប់ឃើញអត់ឃើញថាឆ្មាយើងដើរញាប់
តែយើងចង់ឲ្យវាដើរយឺតជាងហ្នឹងយើងត្រូវការរយៈពេលនៅចន្លោះពីរូបរាងមួយទៅរូបរាងមួយអញ្ចឹងយើងត្រូវប្រើ block code ពណ៌ទឹកក្រូចគ្រប់គ្រងយើងយកពាក្យថាចាំណាក្នុងលំហាត់យើងគេឲ្យយើងចាំហ្មងគឺចាំត្រឹមតែ 0.1 វិនាទីឯងជៀសវាងឆ្មាដើរលឿនពេកអញ្ចឹងយើងដូរលេខពី1ទៅ 0.1 មកណាពី 1 ទៅ 0.1 ឥឡូវយើងតេស្តមើលប៉ុណ្ណឹងសិនណាយើងคลิกលើទង់ជាតិអូខេយើងឃើញតែឆ្មាយើងដើរឃើញឆ្មាយើងដើរក្នុងរយៈពេល 0.1 វិនាទីហ្នឹងវាហាក់បីដូចជាយឺតជាងអាកាលពីយើងអត់ទាន់ដាក់មិញណាប៉ុន្តែគោលបំណងយើងចង់ឲ្យវាឆ្មាយើងនេះវាឆ្មាបដើរទៅដល់គែមវាបកមកវិញចង់និយាយអញ្ចឹងណាប៉ុន្តែមិញយើងអត់ទាន់បកមកវិញបានទេដោយសារយើងត្រូវការកូដបន្ថែមទៀតណាអញ្ចឹងវាដើរវាជាប់ត្រឹមហ្នឹងវាសល់តែកតុយវាណាអញ្ចឹងយើងចង់ឲ្យតួអង្គឆ្មាបកត្រឡប់មកវិញយើងត្រូវការ block code ពណ៌ Q ពាក់ព័ន្ធនឹងផ្នែកចលនាគឺយើងអស់ទៅមើលខាងក្រោមយើងនឹងឃើញ block code មួយឈ្មោះថាបើនៅគែមឆាកឲ្យខ្ទាតចេញណាខ្មែរយើងគេសរសេរមកអញ្ចឹងបើអង់គ្លេសគេថា if on edge bounce អញ្ចឹងយើងទាញវាយើងមកដាក់ពីក្រោមកូដរបស់យើងអាចចាំរយៈពេល 0.1 វិនាទីមិញមកឥឡូវយើងទៅតេស្តម្ដងទៀតណាយើងឃើញឆ្មាយើងដើរហើយដល់កែមអេក្រង់ដែលតូចច្រកហ្នឹងគឺវាបកមកវិញតែវាបាសជើងតោះណាតែកម្មវិធីយើងមិញគោលបំណងនៃលំហាត់យើងមិញគឺគេអត់ចង់ឲ្យវាបាសជើងទេអញ្ចឹងធ្វើម៉េចដើម្បីឲ្យកុំឲ្យឆ្មានឹងបាសជើងគឺងាយទេទាំងអស់គ្នាចូលទៅកន្លែងនេះមួយគឺឈ្មោះថាទិសដៅនេះចូលទៅកន្លែងប្រអប់មួយឈ្មោះទិសដៅហើយយើងคลิกទៅលើសញ្ញាមួយពេលដែលយើងដាក់ព្រួញកណ្ដុរយើងលើនឹងទៅដាក់វាចេញម្រាមដៃបែបនេះហើយវានឹងបង្ហាញអក្សរថាឆ្វេងឬស្ដាំអញ្ចឹងបានន័យថាយើងសេរីទិសដៅរបស់ឆ្មាយើងឲ្យវាបត់តែឆ្វេងហើយនឹងស្ដាំវាអត់ឲ្យវាវិលពេញមួយជុំដូចចាណាអញ្ចឹងយើង select ឡើងហ្នឹងមកអញ្ចឹងយើងទៅតេស្តកម្មវិធីយើងម្ដងទៀតឃើញអត់អញ្ចឹងកម្មវិធីយើងគឺបានជោគជ័យណាកម្មវិធីសត្វឆ្មាដើរទៅដល់គែមអេក្រង់ហើយវាបកត្រឡប់មកវិញហើយវាមានចលនាដូចជាឆ្មាដើរមែនតើអញ្ចឹងគឺវាផ្លាស់ប្ដូរពី costume មួយទៅ costume មួយទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអូខេ